សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះចង់បង្ហាញពីរបៀបនៃការធ្វើ boot DLC boot 2013 version 1.2 ISO ជាមួយនឹង file ISO គឺធ្វើ boot ជាមួយនឹង flash សម្រាប់ឲ្យយើង build ទៅលើ computer នៅពេលណាដែល computer ខូច Windows អីចឹងទៅយើងអាចធ្វើការឈរ Windows លើ flash PE ដូច Windows PE ដែរយើងឈរលើ flash យើងអាចលុបចូលទៅក្នុងdrive C drive D ដើម្បីទាញយកឯកសារចេញមួយចំនួននឹងអាចដោះ password ឬក៏អាចចែក file ផ្សេងៗបានទៀតមានកម្មវិធីច្រើនហើយមាន hidden boot នៅក្នុងកម្មវិធី DLC នឹងទៀតអញ្ចឹងសូម extract file ជាមួយខ្ញុំstart with ជា folder សិនមកព្រោះនេះជា file ISO ហើយ software នឹងដែរនឹងងាយភាគច្រើនងាយអ្នកដែលយល់ដឹងពីវាទេភាគច្រើនយល់ដឹងតែពី hidden boot តែ software នេះគឺខាងវៀតណាមហើយជាអ្នក development ចុច folder មកចុចមកចុចពាក្យ order tool ចុច USB boot អូខេអញ្ចឹងយើងដល់ flash យើងចូលមកនេះ flash ខ្ញុំកំពុងតែ G HP 250 U ចឹងយើងចុចreview all page user យើងពេលគេនៅក្នុងតែចុចទៅ G មកចុច enter អញ្ចឹងវាសួរថា do you want to continue what យើងអញ្ចឹងយើងទៅមុខទៀតចុចyes why មក enter អញ្ចឹងវាจะការ copy file ចូលក្នុង flash របស់យើងversion 2013និង2016ខុសគ្នា2016វាមានកន្លែងនេះសម្រាប់boot សម្រាប់ boot ជា file ISO សម្រាប់ boot ជា disk DVD នេះខាងយួនជាអ្នក develop ដោយហៅវាវៀតណាមដែរហៅវាយួនដែរហើយសម្រាប់file សម្រាប់ DLC boot នឹងដែរវាខុសគ្នាត្រង់Windows boot flash UC boot flash នេះគឺឧទាហរណ៍ថានៅក្នុង flash របស់យើងមានឯកសារអីផ្សេងគឺនៅពេលដែលយើងធ្វើ boot flash វាអត់មានតាក់ទងដូចគ្នាអត់មានបញ្ហាអីទេតែបើសិនមក Windows បើឯកសារនៅក្នុងហ្នឹងយើងអាចពេលណាដែលយើង extract file ចូលទៅក្នុង flash វាអាច error អីផ្សេងតែការ format ឲ្យស្អាតដើម្បី copy source description វាចូលក្នុង
Nếu chọn nó check một việc sign lật đi nó check profile check tài chính check vào ok chọn chúng xong cho được căn cho register nó được cả bút rồi căn Windows mini được off nhé. Okay.